ើអ្នកដឹងទេបើអ្នកមានសម្ពាធឈាមខ្ពស់អ្វីដែលអ្នកញ៉ាំរាល់ថ្ងៃអាចមានឥទ្ធិពលលើសម្ពាធឈាមមិនតិចជាងថ្នាំនោះទេថ្ងៃនេះមកស្គាល់អាហារ7មុខដែលអាចជួយគ្រប់គ្រងសម្ពាធឈាមតាមបែបធម្មជាតិ 1. ចេក bananas ចេកសម្បូរទៅដោយ potassium potassium ដែលជួយឲ្យរាងកាយបញ្ចេញសូដ្យូមលើសតាមទឹកនោមនិងជួយបន្ធូរសរសៃឈាមការទទួលបាន potassium គ្រប់គ្រាន់អាចជួយបន្ថយសម្ពាធឈាមបានល្អបំផុតចេកមួយផ្លែក្នុងមួយថ្ងៃលើកលែងអ្នកមានជំងឺតម្រងនោមឬគ្រូពេទ្យណែនាំឲ្យកំណត់ potassium 2. បន្លែស្លឹកបៃតងដូចជា spinach, kale, bok choy ស្លឹកខាត់ណាបន្លែទាំងនេះមាន potassium, magnesium និង nitrat ធម្មជាតិ natural nitrate ដែលជួយឲ្យសរសៃឈាមរីកនិងអាចជួយបន្ថយសម្ពាធឈាម 3. Oats សម្បូរទៅដោយជាតិសរសៃ beta glucan ដែលជួយកាត់បន្ថយ cholesterol LDL និងគាំទ្រសុខភាពសរសៃឈាមការជ្រើសរើសគ្រាប់ធញ្ញជាតិពេញមុខជំនួសអាហារចម្រាញ់ក៏អាចជួយដល់ការគ្រប់គ្រងសម្ពាធឈាមផងដែរ 4. ត្រីមានខ្លាញ់ល្អដូចជា salmon, sardines, mackerel ត្រីទាំងនេះមានអាស៊ីតខ្លាញ់ omega 3ដែលអាចជួយកាត់បន្ថយការរលាកនិងគាំទ្រដល់សុខភាពបេះដូងនិងសរសៃឈាមញ៉ាំប្រហែល2ដងក្នុងមួយសប្តាហ៍ 5. សណ្តែកនិងគ្រាប់ធញ្ញជាតិដូចជាសណ្តែកខ្មៅសណ្តែកក្រហម lentils chickpeas វាសម្បូរទៅដោយជាតិសរសៃ potassium magnesium និងប្រូតេអ៊ីនពីរុក្ខជាតិដែលជួយដល់សុខភាពបេះដូងនិងការគ្រប់គ្រងសម្ពាធឈាម 6. គ្រាប់ធញ្ញជាតិ nuts ដូចជា almonds walnuts pistachios មានខ្លាញ់ល្អ magnesium និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយឲ្យសរសៃឈាមមានសុខភាពល្អជ្រើសរើសប្រភេទគ្មានអំបិលបន្ថែម 7. ផ្លែប៊ឺរីដូចជា blueberries strawberries blackberries ផ្លែប៊ឺរីសម្បូរទៅដោយ anthocyanins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយការពារសរសៃឈាមនិងគាំទ្រដល់សុខភាពបេះដូងប៉ុន្តែទោះញ៉ាំអាហារទាំងនេះក៏ដោយបើអ្នកនៅតែញ៉ាំអាហារប្រៃខ្លាំងអាហារកែច្នៃឬសាច់កែច្នៃច្រើនសម្ពាធឈាមក៏អាចនៅតែខ្ពស់ដដែលអាហារល្អគឺមានប្រសិទ្ធភាពបំផុតនៅពេលផ្សំជាមួយការកាត់បន្ថយអំបិលការហាត់ប្រាណទៀងទាត់ការគេងគ្រប់គ្រាន់និងការរក្សាទម្ងន់ឲ្យសមស្របចាំថាអាហារមិនអាចជំនួសថ្នាំបានទេបើគ្រូពេទ្យបានចេញវេជ្ជបញ្ជាថ្នាំសម្ពាធឈាមសូមបន្តប្រើតាមការណែនាំហើយប្រើអាហារទាំងនេះជាផ្នែកមួយនៃរបៀបរស់នៅដែលមានសុខភាពល្អបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍កុំភ្លេច like share និង follow Knowledge Share Pro ដើម្បីទទួលបានចំណេះដឹងសុខភាពថ្មីៗជារៀងរាល់ថ្ងៃ